ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នានៅវីដេអូបន្តពីវគ្គមុនដែលបង្ហាញពី item នៅក្នុង Hero Honor of King ដែលវគ្គនេះយើងនិយាយបន្តជាមួយនឹង item make item ទី1ជា item តពួកនេះដែលជួយឲ្យយើងវាយគេឈឺបាន210និងជួយឲ្យយើងរត់លឿនបាន 7.5% item ទី2នេះជា item ដែលជួយឲ្យយើងវាយគេឈឺបាន210ចំណែកឯ item មួកក្បាលខ្មោចនេះជួយឲ្យយើងវាយគេឈឺបាន100និង cooldown លឿនជាងមុនបាន 7.5 និងជួយឲ្យយើងឈាមច្រើនជាងមុនបាន900ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន160និងជួយឲ្យយើង cooldown លឿនជាងមុន 10% និងជួយបូកឈាមឲ្យយើងបាន500ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេបានឈឺជាងមុន210និង cooldown លឿនជាងមុន 5% និងជួយឲ្យយើងឡើងឈាមបាន500ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន160និងធ្វើឲ្យយើងវាយគេឡើងឈាមនិងជួយឲ្យយើងឈាមច្រើនជាងមុន750ខ្ញុំឧទាហរណ៍ឲ្យមើលចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន350និងធ្វើឲ្យយើង cooldown លឿនជាងមុន 10% ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន160និងយើងវាយគេឡើងឈាមបាន 12% និងជួយឲ្យយើង cooldown លឿនជាងមុនបាន 7.5% ចំណុចពិសេសរបស់ item នេះគឺនៅពេលដែលយើងចុចប្រើ skill របស់វាគឺធ្វើឲ្យ enemy ឬក៏ threat បាញ់យើងអត់ចូលចំណែកឯ item នេះវិញគឺជា item ដែលជំនួយឲ្យយើងវាយឈឺជាងមុនបាន150 cooldown លឿនជាងមុនបាន 15% និងជួយឲ្យយើងឡើងឈាមបាន500ហើយចំណុចពិសេសរបស់item នេះជួយឲ្យយើងឡើងឈាមនេះជាពេលមិនទាន់ទិញហើយនេះជាពេលដែលទិញហើយគឺឡើងឈាមអញ្ចឹងចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill លឿនជាងមុនបាន 20% និងជួយឲ្យយើងវាយឈឺជាងមុនបាន150និងជួយឲ្យយើងរត់លឿនជាងមុនបាន 7.5% ចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill ឈឺជាងមុនបាន180និងធ្វើឲ្យយើងវាយគេឡើងឈាមបាន300និងជួយបូកឈាមឲ្យយើងបាន600និងជួយឲ្យយើងរត់លឿនជាងមុនបាន 7.5% ចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill បានឈឺជាងមុន140និងប្រើ skill ឡើងឈាមបាន450បូកឈាមឲ្យយើងច្រើនជាងមុនបាន900ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងទិញហើយនៅពេលវា cooldown ពេញវាជួយបូកឈាមឲ្យយើងបានច្រើនជាងមុននេះជាពេលដែលវា cooldown ពេញវាឡើងឈាមអញ្ចឹងនៅពេលវាពេញវាចាប់ផ្ដើម cooldown ម្ដងទៀតនៅពេលវាពេញទៀតវាឡើងឈាមទៀតចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឡើងឈាមបាន 12% និងវាយប្រើ skill ទៅលើគេឈឺជាងមុនបាន150និងជួយឲ្យយើងដើរលឿនជាងមុនបាន 7.5% ចំណុចពិសេសរបស់ item នេះគឺជួយឲ្យយើងនៅពេលដែលឈាមយើងជិតអស់វានឹងឡើងឈាមសឲ្យយើងចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill បានឈឺជាងមុន120និងជួយបូកឈាមឲ្យយើងបន្ថែមបាន900ចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill បានឈឺជាងមុន180និងបូក cooldown ឲ្យយើងបានលឿនជាងមុនបាន 7.5 និងជួយបូកឈាមឲ្យយើងបានច្រើនជាងមុន500
ចំណែកឯ item នេះវិញជួយយើងប្រើ skill បានឈើជាងមុន240និង cooldown ឲ្យយើងលឿនជាងមុនបាន 7.5 និងជួយយើងរត់លឿនជាងមុនបាន 7.5% ចំណែកឯ item នេះវិញនៅពេលដែលយើងប្រើ skill ទៅលើ enemy វាជួយបូកឈើឲ្យយើងបាន 12% និងជួយឲ្យយើងវាយឈើជាងមុនបាន 160 និងជួយឲ្យយើង cooldown លឿនជាងមុនបាន 7.5% ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងចុចវាទៅវានឹងជួយឲ្យយើងគេច skill ពី enemy និងជួយឲ្យយើងគេច skill ពី turret ក៏បានដែរហើយវាជួយបូកឈាមឲ្យយើងបន្ថែមទៀតបាទហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណនិងសូមជម្រាបលាសូមជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងបាទ